ចេញមកត្រាម៉ាទៀតហើយនៅពេលយប់កណ្ដាលរាត្រីអង្គុយជាកប់តែម្នាក់ឯងកកមិនដឹងថាធ្វើអីព្រោះអីគេមិនលក់ដោយសារឥទ្ធិពលកាហ្វេក៏សម្រេចចិត្តថាទាញសណាញ់នៅក្បែរខ្លួនចុះទឹកនៅក្បែរខ្លួនដែលយើងបានមកបោះតល់គេងដើម្បីយកត្រីមកអង្គុយអាំងហូបលេងហើយយើងក៏ចាប់ផ្ដើមត្រីដែលបងបានមកលាងទឹកឲ្យស្អាតដាក់តបុតដើម្បីយកទៅអាំងសំណាងអីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមិនសូវជាមានសកម្មភាពជួបជុំគ្នាឬក៏គ្នាច្រើននោះទេមានតែម្នាក់ឯងបែប private មើលទៅ chill បែបនេះតែប៉ះពាល់នៅអ្វីដែលច្រើនមែនទែនគឺសកម្មភាពដែលខ្ញុំចូលចិត្តគួយម្នាក់ឯងឲ្យខ្វាច់លោតាមក៏ពិតទៅគឺគេមកច្រើនគ្នាដែរតែគ្រាន់តែចប់កម្មវិធីរួចគេក៏ទៅផ្ទះអស់អញ្ចឹងនៅសល់តែខ្ញុំម្នាក់ឯងទេនេះហើយគឺជាត្រីដែលខ្ញុំត្រៀមនឹងហូបមើលទៅរៀងស្រស់ល្អខ្លាំងមែនទែនបងប្អូនសិលត្រីប្រភេទដែលខ្ញុំចូលចិត្តយកមកអាំងបែបនេះមានតាំងពីកត្រប់តលីងព្រាលត្រីសកាក្តាមអូច្រើនគួរសមមែនហើយបងប្អូនខ្លះគិតថាឆ្ងាញ់អត់អានឹងមើលទៅដែលយើងអាំងវាមកក្រៀមល្មមមិនបាច់ឆ្អិនពេកទេតែថ្មីវាមិនដែលស្គាល់ភ្លើងឲ្យតែសាច់ហុយទៅគឺអែមហើយយើងទាំងអស់គ្នាយើងដកមកសកាមកដាក់មកម្នាក់ឯងជាមួយនឹងទឹកត្រីដែលយើងនៅសល់ពីក្បាលប្រលប់ដែលយើងហូបជុំគ្នាហ្នឹងជាមួយនឹងបាយកកមួយយំតូចអង្គុយស្ងំម្នាក់ឯងស្ដាប់ឮសលេងរលកខ្មោចយំឮសលេងទឹកឮសលេងខ្យល់អូមើលទៅពិតជាមានអារម្មណ៍មួយថាព្រឺព្រួចតែមានអារម្មណ៍មួយទៀតថាសប្បាយនិងមានអារម្មណ៍ថាឯករាជ្យសម្រាប់ខ្លួនឯងពិតមែនអញ្ចឹងខ្ញុំវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណ